รัฐบาลខេត្តស្វាយរៀងអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងជាម្ចាស់ជើងឯកពានលីកកំពូលកម្ពុជាឆ្នាំ2024-2025ថ្ងៃទី19ខែឧសភាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងឯកឧត្តមពេងពោធិ៍សាអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ Cambodia Premier League ឆ្នាំ2024-2025 ដែលក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងជាម្ចាស់ជើងឯកមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ 4122 នាក់សូមជម្រាបជូនថាព្រះខ័នរាជស្វាយរៀងបានឆ្លងកាត់30ប្រកួតឈ្នះ25ស្មើ1និងចាញ់5ប្រកួតនិងបានក្លាយជាម្ចាស់ជើងឯកនៅពេលនេះសម្រាប់ជើងឯករងគឺក្លឹបភ្នំពេញក្រោននិងចំណាត់ថ្នាក់លេខ3ក្លឹបបាល់ទាត់វិសាខា